ជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុង YouTube ខានជួបគ្នាយូរដោយសារតែខ្ញុំមួយរយៈនេះបានធ្វើវីដេអូផុសនៅក្នុង YouTube ទេបងប្អូនដោយសារតែអត់សូវមានពេលផងយើងរវល់ធ្វើការផងអីផងអញ្ចឹងអត់សូវមានពេលបងប្អូនតែពេលអញ្ចឹងទៅយើងក៏មិនសូវបានផុសអីចឹងទៅរៀងបាត់មុខយូរដែរដោយសារតែផុសទៅក៏បងប្អូនមិនសូវមានអ្នកចូលមើលអញ្ចឹងណាតែពេលហ្នឹងរៀងអន់ចិត្តរៀងបាក់ទឹកចិត្តអញ្ចឹងក៏ផ្អាកមួយរយៈហើយនេះគឺជាវីដេអូឲ្យខ្ញុំនិងក្រុមការងារកំពុងតែគូជាគំនូរបុរាណជាក្នុងសាច់រឿងចូលព្រះនគរអញ្ចឹងណាបងប្អូនហ្នឹងហើយនេះគឺបងប្រុសគាត់ឲ្យខ្ញុំបាទមកគូដាក់ផ្ទះគាត់នៅភ្នំពេញដែរទេបងប្អូនហើយមានទំហំធំក្រាន់ដែរបដ ாய் ប្រហែលជា2.9 ម៉ែត្រនឹងទៅតឹង1.3 ម៉ែត្របងប្អូនហើយសម្រាប់គំនូរមួយប្លង់នេះគឺខ្ញុំចំណាយពេលអស់ជិត10ថ្ងៃហើយខ្ញុំគូគ្នា3នាក់អញ្ចឹងវារៀងយូរដោយសារតែរូបទូចបងប្អូនរូបទូចខ្លាំងមែនតើរូបហ្នឹងអាចថាទំមុខប្រព័ន្ធមេជើងអីទេបងប្អូនមើលទៅដឹងហើយគឺទូចមែនតើទូចចង្កដៃខ្ញុំហងរូបណាហើយអញ្ចឹងយើងត្រូវការលំអិតចិត្តផ្ចង់គ្រប់កលុកកលៀតហ្មងអញ្ចឹងការងារហ្នឹងវាពីយូរវាអត់លឿនដូចជាការគូគ្រូសម័យទេបើសិនជាបងប្អូនមានតម្រូវការចង់គូផ្ទះឬក៏គូជាប្បត់យកទៅតាំងនៅផ្ទះឬក៏តាំងកន្លែងធ្វើការ office ជាដើមអញ្ចឹងគឺបានបងប្អូនអាចកម្មង់ពីខ្ញុំបានពួកខ្ញុំអត់មានរូបសម្រាប់ទុកលក់ភ្លាមទេលុះត្រាតែបងប្អូនដែលគាត់កម្មង់បានខ្ញុំគូអត់បានគូទុកទេបងប្អូនខ្លាចខុសទំហំដែលបងប្អូនគាត់ត្រូវការអញ្ចឹងណាហើយវីដេអូនេះរៀងអធិស្ឋានតិចបងប្អូនដោយសារតែយើងធ្វើការដោះអាវដោយសារតែក្តៅផ្ទះគាត់អត់ទាន់ធ្វើហើយទេបងប្អូនពេលហ្នឹងផ្ទះគាត់កំពុងតែសាងសង់បដាហើយយើងគូបដាអញ្ចឹងក៏គ្មានកង្ហារគ្មានអីសម្រាប់ឲ្យវាត្រជាក់ទេហើយយើងត្រូវបិទទ្វារបិទអីផងអញ្ចឹងរៀងហប់អញ្ចឹងជាងដោះអាវបើសិនជាអញ្ចឹងគឺបាច់ញើសខ្លាំងមែនតើបងប្អូនមិនចង់បង្ហាញសាច់អីទេស្គមតដិតតដកហ្នឹងបងប្អូនអើយគ្មានសាច់គ្មានឈាមទេហើយចុងក្រោយវីដេអូនេះគឺខ្ញុំសូមសនំពរបងប្អូនបើសិនជាបងប្អូនបានចូលទស្សនានៅវីដេអូមួយនេះហើយកុំភ្លេចជួយ Subscribe នៅ Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីគឺខ្ញុំមកវិញបងប្អូនអត់ទុកឲ្យ Channel ទនេចោលយូរទេអញ្ចឹងគឺខ្ញុំមកវិញគឺខ្ញុំធ្វើវីដេអូថ្មីបន្តទៀតហើយបងប្អូនបានទស្សនាទាំងអស់គ្នាអរគុណបងប្អូនជំរាបលាបងប្អូនជួបគ្នាវីដេអូក្រោយបាយបាយ